បាទសួស្តីបងប្អូនទាំងអស់គ្នាបើសិនជា page របស់បងប្អូនជាប់របៀបនេះបងប្អូនណាហ្នឹងហើយបងប្អូនចុចចេញមកហើយបងប្អូនយកកន្លែងនេះបាទ professional mode see dashboard ហ្នឹងមកបងប្អូនណាហ្នឹងហើយបងប្អូនចុចចូលទីនេះមកហើយបងប្អូនយកកន្លែងឈ្មោះខាងលើរបស់យើងហ្នឹងចុចចូលតោះមកបងប្អូនយកកន្លែង page ហ្នឹងបងប្អូនណាយកកន្លែងហ្នឹងមកបាទយកកន្លែងហ្នឹងដើម្បីទៅលុបវីដេអូបងប្អូនហើយបងប្អូនឃើញជាប់ទេបងប្អូនណាហ្នឹង page របស់យើងជាប់វីដេអូនេះឃើញទេបាទចុចចូលមកបងប្អូននឹងចុចយកកន្លែងមានឈ្មោះរបស់យើង page របស់យើងផងឈ្មោះ account Facebook របស់យើងផងហ្នឹងចុចចូលទីនេះមកបាទហើយបងប្អូនអូសមកនឹងឃើញជាប់វីដេអូហ្នឹងគេ remove ចោលហើយបងប្អូនណាហ្នឹងហើយបងប្អូនលុបពីលឿនបងប្អូនណាហ្នឹងហើយបងប្អូនយកកន្លែងនេះមកហ្នឹងហើយយកកន្លែងហ្នឹងអក្សរសខៀវៗហ្នឹងហើយបងប្អូនចុចពាក្យថា delete បោះមកហើយបងប្អូនចុចពាក្យថា delete នេះម្ដងទៀតបាទហ្នឹងហើយអញ្ចឹងវាលុបដាច់ហើយបងប្អូនណាហ្នឹងហើយបងប្អូនក៏ refresh មួយពីរមកហ្នឹងហើយ refresh មួយទៀតបាទ refresh ហើយបងប្អូនចុចចេញមកវិញមកហ្នឹងហើយចុចចេញមកទៀតមកបាទ refresh មួយពីរមកបាទ refresh ទៀតមកហ្នឹងហើយបងប្អូនបាទចូលកន្លែងនេះទៀតមកនឹងបាត់ហើយបងប្អូនឃើញបាទយើងបានលុបចោលបាទបើសិនជា page បងប្អូនជាប់របៀបនេះបងប្អូនណាហ្នឹងហើយជាប់របៀបនឹង2 3បងប្អូនទៅឆាប់លុបពីលឿនបងប្អូនណាហ្នឹងហើយកុំឲ្យ page របស់យើង spam បងប្អូនណានឹងអត់មានអ្នកមើលធ្លាប់តែផលទៅមានអ្នកមើលច្រើនបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនទៅលុបកន្លែងហ្នឹងហើយបងប្អូនត្រូវអាសាឆែកមើលកន្លែងហ្នឹងបងប្អូនណាហ្នឹងហើយឆែកបើឃើញបែបនេះហើយបងប្អូនត្រូវលុបវីដេអូនឹងចោលភ្លាមបងប្អូនណាហ្នឹងហើយបើបងប្អូនអត់លុបទេបាទវាជាប់ហើយមួយទៀតនឹងធ្វើឲ្យវីដេអូរបស់យើង page របស់យើងហ្នឹងគឺ spam អត់មានអ្នកមើលតែម្ដងបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនបើពេលឃើញជាប់បែបនេះបងប្អូនត្រូវលុបចោលអស់ទៅបាទកុំឲ្យ page របស់យើងហ្នឹង spam អត់មានអ្នកមើលអញ្ចឹងណាបងប្អូនហ្នឹងហើយវីដេអូមានប្រឹងទេបងប្អូនបាទអរគុណសម្រាប់ការទស្សនាតាមដានវីដេអូនេះបាទសូមជម្រាបលា